ក្រុមហ៊ុនសិនឡុងហ្វូតរោងចក្រកែច្នៃដំណាប់ស្វាយស្ថិតនៅភូមិអូរអិលឃុំស្ទឹងកាច់បញ្ចេញសំណល់រាវមិនត្រឹមត្រូវតាមច្បាប់ខេត្តបៃលិនបន្ទាប់ពីទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋក្រមមន្ត្រីនៃមន្ទីរបរិស្ថានខេត្តបៃលិនដែលមានការសហការជាមួយរដ្ឋបាលស្រុកសាឡាក្រៅនិងប្រជាពលរដ្ឋក្នុងមូលដ្ឋាននៅថ្ងៃទី16ខែមីនាឆ្នាំ2025បានរកឃើញមានករណីត្រីងាប់ក្នុងអូរនៅចំណុចក្បាលឡានស្ថិតនៅភូមិភ្នំស្ពង់ឃុំសាឡាក្រៅស្រុកសាឡាក្រៅខេត្តបៃលិនក្រុមការងារបានចុះត្រួតពិនិត្យនិងបានរកឃើញថាទីតាំងក្រុមហ៊ុនកាងសិនឡុងហ្វូតដែលមានរោងចក្រកែច្នៃដំណាប់ស្វាយស្ថិតនៅភូមិអូរអិលឃុំស្ទឹងកាច់ស្រុកសាឡាក្រៅបានបញ្ចេញសំណល់រាវមិនត្រឹមត្រូវតាមច្បាប់ហើយសំណល់រាវរបស់រោងចក្រមានសភាពល្អក់មានក្លិនជូរផ្អូមខ្លាំងចេញតាមលូរបស់រោងចក្រទៅក្នុងប្រភពលូទឹកសាធារណៈដែលបង្កឲ្យត្រីក្នុងអូរធម្មជាតិក្បាលឡានមានក្លិនជូរផ្អូមខ្លាំងនៅក្បែរនោះងាប់ប្រជាពលរដ្ឋទទួលរងផលប៉ះពាល់ផ្ទាល់ខ្វះខាតទឹកប្រើប្រាស់នៅចំណុចក្បាលឡានភូមិភ្នំស្ពង់ឃុំសាឡាក្រៅមានចំនួន47គ្រួសារជាមួយគ្នានេះក្រុមការងារបានត្រួតពិនិត្យឃើញថាក្រុមហ៊ុនត្រូវបានបើកដំណើរការផលិតកម្មកែច្នៃដំណាប់ស្វាយបានរយៈពេល15ថ្ងៃហើយអាងប្រព្រឹត្តកម្មរបស់រោងចក្រមិនបានដំណើរការនោះឡើយសូមបញ្ជាក់ថាក្រុមការងារជំនាញបរិស្ថានបានចុះពិនិត្យលើ4ទីតាំងនៅជុំវិញរោងចក្រនៃទីតាំងក្រុមហ៊ុនកាងសិនឡុងហ្វូតនិងមួយទីតាំងនៅក្នុងរោងចក្រផ្ទាល់តែម្ដងឆ្លើយតបចំពោះការប្រព្រឹត្តជាក់ស្ដែងរបស់ក្រុមហ៊ុនកាងសិនឡុងហ្វូតក្រុមមន្ត្រីណែនាំនិងអនុវត្តច្បាប់ដូចខាងក្រោមតម្រូវឲ្យក្រុមហ៊ុនត្រូវបញ្ឈប់ការបញ្ចេញសំណល់រាវចូលទៅប្រភពទឹកសាធារណៈដោយមិនបានឆ្លងកាត់ការធ្វើប្រតិកម្មត្រឹមត្រូវតាមបច្ចេកទេសទោះក្នុងរូបភាពឬគោលបំណងណាក៏ដោយត្រូវរៀបចំការសម្រួលអាងប្រព្រឹត្តកម្មសំណល់រាវឲ្យបានត្រឹមត្រូវរៀបចំរបាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាននិងសង្គមឲ្យបានត្រឹមត្រូវរាល់ដំណើរការរោងចក្រត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់លិខិតបទដ្ឋាននានាជៀសវាងបង្កផលប៉ះពាល់ដល់បរិស្ថានសង្គមជាពិសេសសុខភាពនិងការរស់នៅរបស់ប្រជាពលរដ្ឋសូមបញ្ជាក់ថាក្រុមការងារបានចុះយកសំណាក់ទឹកមកពិនិត្យនៅមន្ទីរពិសោធន៍ក្រសួងបរិស្ថានដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្តដោយឡែកក្រុមហ៊ុនបានបញ្ចេញសំណល់រាវល្មើសនឹងច្បាប់ពាក់ព័ន្ធការគ្រប់គ្រងការបំពុលទឹកជាពិសេសក្រមបរិស្ថាននិងធនធានធម្មជាតិដែលបានអនុម័តឲ្យប្រើប្រាស់នៅឆ្នាំ2023បានកំណត់នៅក្នុងមាត្រា280មាត្រា284បានកំណត់ការរៀបចំផែនការសកម្មភាពគ្រប់គ្រងការបំពុលទឹកសាធារណៈការចាត់វិធានការក្នុងករណីមានការបំពុលទឹកសាធារណៈនិងត្រង់ចំណុចការត្រួតពិនិត្យការបំពុលទឹកពីប្រភពជាក់លាក់មាត្រា286មាត្រា287ដែលបានកំណត់អំពីការស្នើសុំលិខិតអនុញ្ញាតបញ្ចេញសំណល់រាវរបស់ប្រភពបំពុលជាក់លាក់ព្រមទាំងការទទួលខុសត្រូវរបស់ម្ចាស់ប្រភពបំពុលទាំងនោះ